សែនអាណិតគូស្នេហ៍មួយគូនេះណាស់ព្រមលិខិតឲ្យយុត្តិធម៌ម្លេះរៀបការមិនទាន់បាន10ថ្ងៃផងបែរជាត្រូវប្រត់គ្នារហូតដឹងទេថាពួកគាត់តស៊ូណាស់ទម្រាំបានខ្លាចជាប្តីប្រពន្ធតែស្មានមិនដល់ថាសុភមង្គលនេះបែរជាអាយុខ្លីម្លេះកាលពីថ្ងៃទី29ខែមេសាឆ្នាំ2026មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅខេត្តកំពតដែលបានឆក់យកជីវិតមនុស្សម្នាក់ខណៈពេលដែលរូបលោកកំពុងតែជិះម៉ូតូចេញពីកន្លែងធ្វើការដើម្បីមកលេងភរិយាជាទីស្រឡាញ់ដែលទើបតែរៀបការថ្មីអ្វីដែលកាន់តែខ្លោចចិត្តបំផុតនោះគឺបងប្រុសទើបតែរៀបការសាងគ្រួសារបានមិនទាន់10ថ្ងៃផងក៏ត្រូវលាចាកលោកចោលភរិយាទាំងបង្ខំភរិយារបស់សពបានបង្ហោះសារយ៉ាងវិយោគរកថ្លៃមិនបានថាឈួតហើយខ្ញុំតស៊ូណាស់ទម្រាំបានខ្លាចជាប្តីប្រពន្ធឆ្លងកាត់រឿងគ្រប់យ៉ាងទេវតាអើយហេតុអីក៏អយុត្តិធម៌សម្រាប់គ្រួសារខ្ញុំម្លេះបើដឹងថារៀបការហើយបងត្រូវស្លាប់បែបនេះខ្ញុំសុខចិត្តនៅជាគូដណ្ដឹងជារៀងរហូតយើងខ្ញុំសូមចូលរួមរំលែកទុក្ខនៅសេចក្តីសោកស្ដាយនិងរំលែកទុក្ខយ៉ាងជ្រាលជ្រៅជូនចំពោះគ្រួសារនិស្សិតជាពិសេសគឺអ្នកបងជាភរិយាសូមបួងសួងឲ្យវិញ្ញាណក្ខន្ធបងប្រុសទៅកាន់សុគតិភពកំបីគ្លៀងគ្លាតឡើយពិតជាសោកស្ដាយណាស់ដែលអាពាហ៍ពិពាហ៍បានត្រឹមតែ9ថ្ងៃទេវតាអើយហេតុអ្វីក៏អយុត្តិធម៌សម្រាប់បងស្រីម្លេះជីវិតពិតជាមើលមិនឃើញមែនមិនគួរសោះឡើយថ្ងៃទី20ទើបតែរៀបការចូលដល់ថ្ងៃទី29បែរជាកូនកំឡោះដែលបានក្លាយជាស្វាមីត្រូវបានលាចាកលោកចោលភរិយាជារៀងរហូតខណៈពេលចេញពីធ្វើការនាពេលល្ងាចបរិសុទ្ធជាស្វាមីបំដងជិះម៉ូតូទៅជួបមុខប្រពន្ធជាទីស្រឡាញ់តែអកុសលត្រូវជួបគ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវបណ្ដាលឲ្យបាត់បង់ជីវិតភ្លាមនៅខេត្តកំពតសារភរិយាដ៏កំសត់បានបង្ហោះសារយ៉ាងដូចជ្រាបថាតស៊ូណាស់ទម្រាំបានខ្លាចជាប្តីប្រពន្ធឆ្លងកាត់គ្រប់រឿងរ៉ាវទេវតាអើយហេតុអ្វីក៏អយុត្តិធម៌សម្រាប់គូខ្ញុំម្លេះបើដឹងថារៀបការហើយបងត្រូវស្លាប់បែបនេះខ្ញុំសុខចិត្តនៅជាគូដណ្ដឹងនឹងបងជារៀងរហូតក៏អស់ចិត្តដែរបេះដូងដែលខ្ទេចខ្ទាំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃសពសូមវិញ្ញាណក្ខន្ធបងប្រុសបានទៅកាន់សុគតិភពផងចោះបាទសម្រាប់ព័ត៌មានមួយទៀតគឺមានចំណងជើងថាយុវតីអាយុ14ឆ្នាំ3នាក់សង្ស័យស្រវឹងស្រាបៀរនាំគ្នាទៅលេងទឹកលង់ស្លាប់ម្នាក់ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រី3នាក់បានលង់ទឹកស្លាប់ក្រោយពេលពួកគេបានផឹកស្រាបៀររួចនាំគ្នាទៅលេងទឹកនៅចំណុចអន្លង់តាហយនៅក្នុងស្ទឹងថ្មីខាងលិចភូមិចម្ងាយ200ម៉ែត្រពីភូមិកកោះឃុំស្លក្រាមស្រុកស្វាយជែកហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង1រសៀលថ្ងៃទី28ខែមេសាឆ្នាំ2026លោកវរសេនីតូអនកាថនអធិការនគរបាលស្រុកស្វាយជែកបានឲ្យដឹងថាយុវតីរងគ្រោះគឺឈ្មោះផុនស្រីនិចអាយុ14ឆ្នាំរស់នៅភូមិកកោះឃុំស្លក្រាមស្រុកស្វាយជែកខេត្តបន្ទាយមានជ័យលោកអធិការបានបន្តថាតាមការបំភ្លឺរបស់ឈ្មោះឈឿនឧស្សាហ៍ភេទស្រីអាយុ14ឆ្នាំរស់នៅភូមិតបសៀមឃុំស្លក្រាមស្រុកស្វាយជែកខេត្តបន្ទាយមានជ័យនិងឈ្មោះថាច័ន្ទវិមានភេទស្រីអាយុ14ឆ្នាំរស់នៅភូមិខ្លាញ់ពួរត្បូងឃុំស្លក្រាមស្រុកស្វាយជែកដែលបានទៅលេងទឹកជាមួយគ្នាប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុពួកខ្លួនទាំង3នាក់បាននាំគ្នាទិញស្រាបៀរផឹកចំនួន12កំប៉ុងហើយក្មេងស្រីរងគ្រោះបានផឹកអស់ចំនួន7កំប៉ុងក្រោយផឹករួចក៏នាំគ្នាទៅលេងទឹកនៅកន្លែងកើតហេតុខាងលើខណៈពេលដែលកំពុងហែលទឹកលេងស្រាប់តែឃើញក្មេងស្រីរងគ្រោះលង់ទឹកហើយលើកដៃឲ្យជួយពេលនោះឈ្មោះឈឿនឧស្សាហ៍បានទៅជួយប៉ុន្តែជនរងគ្រោះស្រវាទាញលេខទាំងអស់ពេលរើបំរាស់រួចក៏ហៅឈ្មោះថាច័ន្ទវិមានដើម្បីជួយប៉ុន្តែជួយមិនបានដោយសារទឹកជ្រៅពេកក៏លង់ហើយលេចបាត់នៅក្នុងទឹកទៅពេលឈ្មោះកេស្រីអូនដែលមិនបានចុះលេងនៅក្នុងទឹកក៏បានហៅឈ្មោះហឿងយុនត្រូវជាតារបស់ជនរងគ្រោះឲ្យមកជួយមុជរកពេលរកឃើញសពជនរងគ្រោះបានស្លាប់បាត់ទៅហើយពេលនោះតារបស់គាត់ក៏យកសពមកផ្ទះតែម្ដងលោករស្នីតូអនកថនបញ្ជាក់បន្ថែមថាមូលហេតុជនរងគ្រោះផឹកស្រាបៀរស្រវឹងហើយមិនចេះហែលទឹកអន្លង់នោះមានជម្រៅជ្រៅ